ចាសសូមជម្រាបសួរក៏ដូចជាសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាសូមស្វាគមន៍កម្មវិធីសិក្សាពីចម្ងាយជួបជាមួយអ្នកគ្រូឈ្មោះរ៉ារំភួនជាគ្រូបង្រៀនឯកទេសផានវិទ្យានិងបរិស្ថានមកពីវិទ្យាល័យព្រះសីសុវត្ថិក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីចានេះគឺជាវីដេអូខ្លឹមសារមេរៀនហត្ថទី11ដែលអ្នកគ្រូដកស្រង់ចេញមកពីជំពូកទី3មណ្ឌលអាកាសអាកាសធាតុនិងធាតុអាកាសមេរៀនទី1លក្ខណៈបរិយាកាសនិងខ្លឹមសារអ្នកគ្រូបង្ហាញបងប្អូនទាំងអស់គ្នាអំពីសមាសភាពបរិយាកាស ចាគោលបំណងនៅក្នុងការលើកយកសមាសភាពបរិយាកាសមកបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាទីមួយគឺអ្នកគ្រូចង់ឲ្យបងប្អូនចេះរៀបរាប់អំពីសមាសភាពនៅក្នុងបរិយាកាសភពផែនដីនឹងថាមានអ្វីខ្លះចាទីពីរគឺចង់ឲ្យបងប្អូនចេះប្រៀបធៀបលក្ខណៈខុសគ្នារវាងបរិយាកាសផែនដីយើងពេលដែលកកើតដំបូងនិងបច្ចុប្បន្ននឹងខុសគ្នាដូចម្ដេចចានិងចុងក្រោយចង់ឲ្យបងប្អូនចេះស្វែងយល់អំពីសារៈសំខាន់របស់បរិយាកាសភពផែនដីយើងផងដែរចា៎ ជាដំបូងអ្នកគ្រូសូមបង្ហាញរូបភាពឲ្យបងប្អូនទាំងអស់គ្នាមើលបន្តិចសិនចាបងប្អូនមើលយល់ទេថាតើរូបភាពនេះយើងបង្ហាញពីអ្វីចាអញ្ចឹងរូបភាពរបស់យើងគឺយើងមកចង់បង្ហាញអំពីបរិយាកាសភពផែនដីតើអ្នកគ្នាដឹងថាភពផែនដីគឺជាភពដែលមានលក្ខណៈពិសេសដោយសារយើងមានបរិយាកាសយើងមានដីយើងមានទឹកដែលភពផ្សេងៗក៏អត់មានទេអញ្ចឹងហើយបានជាភពផ្សេងៗក៏អត់មានជីវិតរស់នៅមានតែភពផែនដីយើងតែមួយគត់ដែលមានជីវិតរស់នៅក្នុងចំណោមភពទាំង8នៅក្នុងប្រព័ន្ធព្រះអាទិត្យហើយភពខ្លះអត់មានបរិយាកាសទេណា ឧទាហរណ៍ដូចប្រច័នអីហ្នឹងក៏អត់មានបរិយាកាសទេអញ្ចឹងផែនដីយើងគឺអំណោយផលខ្លាំងជាងគេតែម្ដងដោយសារយើងមានបរិយាកាសតើបងប្អូនដឹងទេបងប្អូនគ្នាថាតើបរិយាកាសភពផែនដីមានឧស្ម័នអ្វីខ្លះចាហើយកើតឡើងដូចម្ដេចហើយមានការប្រែប្រួលដូចម្ដេចខ្លះតើឥឡូវយើងទៅមើលខ្លឹមសាររបស់យើងទាំងអស់គ្នាណាចាអញ្ចឹងជាដំបូងអ្នកគ្រូចង់ឲ្យបងប្អូនទាំងអស់គ្នាកំណត់និយមន័យបរិយាកាសផែនដីជាមុនសិនតើបរិយាកាសផែនដីជាអ្វីចាអញ្ចឹងពាក្យថាបរិយាកាសផែនដីគឺជាល្បាយនៃអាតូមនិងម៉ូលេគុលជាច្រើនប្រភេទខុសៗគ្នាឬក៏យើងនិយាយបានថាជាល្បាយនៃឧស្ម័នដែលព័ទ្ធជុំវិញភពផែនដីយើងគឺដោយសារទំនាញចា៎នេះគឺជាបរិយាកាសភពផែនដីរបស់យើងគឺយើងមានអាតូមយើងមានម៉ូលេគុលឧស្ម័នជាច្រើនព័ទ្ធជុំវិញភពផែនដីរបស់យើងហើយឧស្ម័នទាំងអស់នោះអាចស្ថិតនៅជុំវិញភពផែនដីយើងបានដោយសារកម្លាំងទំនាញរបស់ភពផែនដីរបស់យើងចា៎និយាយទៅឧស្ម័នដែលជាបរិយាកាសស្ថិតឧស្ម័នដែលស្ថិតនៅក្នុងបរិយាកាសហ្នឹងយើងមើលអត់ឃើញទេយើងមើលអត់ឃើញនឹងភ្នែកទទេទេប៉ុន្តែយើងអាចដឹងថាមានម៉ូលេគុលនៃអាតូមឧស្ម័នចំហាយទឹកឬក៏ភេទល្អិតរឹងអីនៅក្នុងនោះបានចា៎ហើយដល់ផ្អែកទៅលើការប្រែប្រួលសីតុណ្ហភាពនៅតាមស្រទាប់នីមួយៗក៏យើងអាចបែងចែកបរិយាកាសភពផែនដីយើងនឹងជា4ស្រទាប់ផ្សេងៗគ្នាដែរចា៎ អញ្ចឹងបន្តទៀតយើងចូលទៅដល់បរិយាកាសផែនដីយើងពេលកើតដំបូងវិញម្ដងចាចង់ដឹងថាពេលផែនដីយើងកើតដំបូងវាមានឧស្ម័នអ្វីខ្លះចាដើម្បីយើងបង្ហាញពីបច្ចុប្បន្នហើយយើងនឹងអាចធ្វើការប្រៀបធៀបលក្ខណៈខុសគ្នារវាងបរិយាកាសផែនដីពេលកើតដំបូងនិងបច្ចុប្បន្នថាតើខុសគ្នាដូចម្ដេចហើយចាអញ្ចឹងពេលកើតដំបូងនេះបងប្អូនគ្នាមើលរូបភាពណារូបភាពនេះយើងបង្ហាញអំពីផែនដីយើងកើតដំបូងហើយផែនដីយើងមានអាយុកាល4600លានឆ្នាំហើយ អញ្ចឹងបានន័យថានេះពេលកើតដំបូងអំឡុងពេលជាង4000លានឆ្នាំមុនណាអញ្ចឹងពេលនោះផែនដីយើងគឺអត់ទាន់មានជីវិតទេយើងឃើញទេมันអាចមានជីវិតកើតឡើងទេដោយសារពេលនោះផែនដីយើងក្តៅខ្លាំងសីតុណ្ហភាពចុង1000អង្សាសេហ្នឹងហើយពេលនោះមានតែបន្ទុះភ្នំភ្លើងមានតែការធ្លាក់ឯផ្កាយចានៅពេលនោះផែនដីរបស់យើងគឺពោរពេញទៅដោយសារធាតុរាវតែសារធាតុរាវទាំងអស់នោះមិនមែនជាទឹកទេគឺជាម៉ាក់ម៉ាចាដែលមានពាសពេញភពផែនដីយើងតែម្ដងចា អញ្ចឹងពេលដែលផាត់នៃកើតដំបូងងាកត្រឡប់មកមើលឧស្ម័នវិញម្ដងតើមានឧស្ម័នអ្វីខ្លះចា៎និយាយទៅមានតែឧស្ម័នពុលទេមានឧស្ម័នពុលដូចជាមេតានចាដូចជាអាម៉ូញ៉ាកហើយនិងឧស្ម័នផ្សេងៗចាតិចតួចមានអេយ៉ូមអ៊ីដ្រូសែននិងកាបូនិកចាតែសម្បូរជាងគេគឺមេតាននិងអាម៉ូញ៉ាកចាឧស្ម័នពីរនេះគឺសម្បូរហើយជាប្រភេទឧស្ម័នពុលហើយទូទៅបច្ចុប្បន្នមានឧស្ម័នទាំងអស់នោះទេមានតិចតួច ដូចអេរ៉ាយ៉ូមអេដ្រូសែនអីនោះបើនៅបរិយាកាសជាន់ទាបអត់សូវមានទេវាស្រាលវាហោះទៅនៅបរិយាកាសជាន់ខ្ពស់អស់ហើយចាបច្ចុប្បន្នវាជំនួសដោយអូស្មန်ផ្សេងថ្មីមួយទៀតប៉ុន្តែអ្នកគ្រូចង់បញ្ជាក់បងប្អូនទាំងអស់គ្នាថាពេលកើតដំបូងអូស្មန်គឺសម្បូរជាងគេមេតាននិងអាម៉ូញ៉ាហើយអូស្មန်ទាំងអស់នេះវាមានការវិវត្តមានការប្រែប្រួលទៅតាមសម័យកាលនីមួយៗផងដែរចាបន្តតើបរិយាកាសភពផែនដីយើងបច្ចុប្បន្នសំទោសតើបរិយាកាសផែនដីកាលឡើងដូចម្ដេចចាបរិយាកាសផែនដីកើតឡើងដោយសារល្បាយនៃអាតូមនៅក្នុងនោះវាមានអាតូមមានម៉ូលេគុលនៃអូស្ម័នជាច្រើនប្រភេទរួមបញ្ចូលគ្នាអាហ្នឹងយើងហៅថាបរិយាកាសផែនដីកើតឡើងតាមរយៈអូស្ម័នទាំងអស់ហ្នឹងហើយចាហើយអាតូមជាអ្វីចាអាតូមគឺជាភាគល្អិតតូចបំផុតនៃធាតុគីមីហើយម៉ូលេគុលម៉ូលេគុលហ្នឹងម៉ូលេគុលអូស្ម័នហ្នឹងគឺវាផ្សំឡើងពីអាតូមមួយឬក៏ច្រើនអញ្ចឹងបានន័យថាវាផ្សំតគ្នាណា
អាតូមជាផលិតតូចបំផុតរបស់ធាតុគីមីហើយអាតូមមួយឬក៏ច្រើនផ្សំចូលគ្នាបង្កើតបានជាម៉ូលេគុលម៉ូលេគុលម៉ូលេគុលស្មានអញ្ចឹងណាអញ្ចឹងម៉ូលេគុលស្មាននឹងអាតូមទាំងអស់ហ្នឹងហើយវាប្រមូលផ្ដុំគ្នានៅក្នុងបរិយាកាសរបស់យើងបង្កើតបានទៅជាបរិយាកាសភពផែនដីរបស់យើងផងដែរចា៎ឥឡូវយើងមកមើលអំពីបរិយាកាសផែនដីយើងពេលកើតដំបូងវិញម្ដងថាយើងសម្បូរឧស្ម័នអ្វីខ្លះចាស្គាល់ពីបរិយាកាសសម័យអតីតកាលរួចឥឡូវយើងមកមើលបរិយាកាសសម័យបច្ចុប្បន្នវិញម្ដងថាតើបច្ចុប្បន្នមានការប្រែប្រួលវិវត្តប្រភេទឧស្ម័នទាំងអស់នោះទៅជាប្រភេទឧស្ម័នអ្វីខ្លះចាចឹងដោយរូបភាពនឹងគ្រូបានបង្ហាញបងប្អូនអាចចូលហើយថានេះសមាសធាតុនៅក្នុងបរិយាកាសបច្ចុប្បន្នយើងពាក់ពោពេញទៅដោយឧស្ម័ននៃគេចាយើងមើលបច្ចុប្បន្នយើងសម្បូរជាងគេគឺស្មានអាសូតចានេះនេះជាស្មានអាសូតណាមានបរិមាណរហូតដល់ទៅ78%ចាបន្ទាប់មកគឺអុកស៊ីសែនចាមើលនេះពណ៌ក្រហមតំណាងអុកស៊ីសែនណាអុកស៊ីសែនមាន21%ហើយអុកស៊ីសែននេះគឺជាស្មានដែលត្រូវត្រង់ជីវិតយើងណាចាជីវិតមនុស្សយើងហ្នឹងយើងរស់នៅបានគឺដោយសារមានអុកស៊ីសែនហ្នឹងហើយបើអត់មានអុកស៊ីសែនទេអឺជីវិតយើងក៏មិនមានដែរចាហើយ1%ទៀតជាល្បាយនៅស្មានផ្សេងៗព្រោះថាគ្រាន់តែអាសូតនិងអុកស៊ីសែនវា99%បាត់ទៅហើយអញ្ចឹងសល់តែ1%គឺជាល្បាយនៅស្មានផ្សេងៗល្បាយនៅស្មានផ្សេងៗនេះមានដូចជាចាចំហាយទឹកអាកុងកាបូនិកណេអុងអេដ្យូមមេតូមេតានចាសំទោសអ៊ីដ្រូសែនហើយព្រមទាំងផលិតរឹងនិងរាវផ្សេងជាច្រើនទៀតផងដែរចានេះគឺជាល្បាយនៅស្មានផ្សេងៗវាមានច្រើនជាងនឹងទៀតចាប៉ុន្តែអ្នកគ្រូបង្ហាញប៉ុណ្ណឹងហើយតិចទៀតបងប្អូនឆ្ងល់ថាតើផលិតរឹងនិងរាវនឹងមានន័យដូចម្ដេចចាហើយអានឹងជាអ្វីចាតិចទៀតអ្នកគ្រូនឹងបង្ហាញទាំងអស់តែម្ដងអ្នកគ្រូនឹងបង្ហាញមួយឲ្យបងប្អូនស្គាល់អំពីម៉ូលេគុលនៃអូស្ម័ននីមួយសំខាន់មួយចំនួនតែមិនបង្ហាញអស់ទេចាហើយនឹងផលិតរឹងរាវនោះមានអ្វីខ្លះបន្តទៀតណាចាអញ្ចឹងចូលមកដល់នេះផលិតរឹងមានអីគេខ្លះចាផលិតរឹងហ្នឹងមានដូចជាទី1គឺផេះភ្នំភ្លើងចានេះផេះភ្នំភ្លើងភ្នំភ្លើងនៅពេលដែលផ្ទុះវាមាន2មានបន្ទុះស្ងប់បន្ទុះខ្លាំងហើយបន្ទុះខ្លាំងវាបញ្ចេញផេះភ្នំភ្លើងនឹងឯងចាផេះភ្នំភ្លើងហើយវាមិនចេញតែផេះភ្នំភ្លើងវាចេញធូលីភ្នំភ្លើងវាចេញគ្រាប់បែកភ្នំភ្លើងហើយនឹងដុំសិលាភ្នំភ្លើងទៀតចាតែផេះភ្នំភ្លើងគឺវាធំដែរណាអញ្ចឹងវាមិនដែលបវរក្នុងបរិយាកាសដែលមានទម្រង់រឹងនិយាយទៅផេះភ្នំភ្លើងវាអាចស្ថិតនៅវក្នុងបរិយាកាសរាប់ឆ្នាំក៏មានដែរ3-4ឆ្នាំអីមកវាធ្លាក់ចុះមកលើផ្ទៃផែនដីយើងវិញចាក្រៅពីនោះមានអីទៀតចាមានធូលីចាមានធូលីដែលកើតមកពីការពុកផុយចក្រិរនៅលើភពផែនដីរបស់យើងណាអញ្ចឹងវាបង្កើតបានជាល្អងធូលីដែលបួននៅក្នុងបរិយាកាសយើងជាច្រើនចាបន្តមកទៀតគឺមានក្រាមអំបិលហ្នឹងក៏ស្ថិតនៅក្នុងទម្រង់រឹងដែរក្រាមអំបិលកើតឡើងដោយរបៀបណាចាក្រាមអំបិលនេះវាកើតឡើងតាមរយៈរំហួតពីទឹកសមុទ្រចាសមុទ្រគឺមានរសជាតិប្រៃតែដល់ពេលកម្ដៅរំហួតចំហាយទឹកយកតែចំហាយទឹកសមុទ្រទេអញ្ចឹងក្រាមអំបិលវាធ្ងន់វាធ្លាក់ចុះមកវិញទាំងអស់អញ្ចឹងក្រាមអំបិលហ្នឹងបង្កើតបានទៅជាសមាសធាតុរឹងមួយនៅក្នុងបរិយាកាសយើងដែរចាអញ្ចឹងក្រាមអំបិលនេះវាសម្បូរច្រើននៅក្នុងមហាសមុទ្រដោយសារអីមហាសមុទ្រយើងវាមានផ្ទៃដីធំចាគ្របដណ្ដប់រហូតដល់ទៅ70%អញ្ចឹងការផលិតក្រាមអំបិលដែលជាផ្នែករឹងនៅក្នុងបរិយាកាសហ្នឹងក៏វាមានច្រើនដូចគ្នាចាក្រៅពីនោះវាមានផ្សែងមានអីចឹងទៅអាហ្នឹងក៏ជាផលិតរឹងដែលអណ្ដែតវិលវល់នៅក្នុងបរិយាកាសយើងដែរចាអញ្ចឹងនៅក្នុងបរិយាកាសមានផលិតរឹងមានផលិតរាវនិងមានអូស្ម័នតែឥឡូវយើងមកមើលអូស្ម័នវិញម្ដងចាអូស្ម័នដែលយើងនិយាយថាសម្បូរជាងគេហ្នឹងគឺអាសូតចាអាសូតសម្បូរជាងគេតែអាសូតរបស់យើងគឺវាមានបរិមាណរហូតដល់ទៅ78%ហើយអាសូតហ្នឹងគឺវាផ្សំពីម៉ូលេគុលអាសូតចាហើយរូបមន្តរបស់វាគឺអក្សរ N បែបនេះណាអាសូតនីត្រូសែនណាចាហើយម៉ូលេគុលអាសូតនីមួយៗគឺវាផ្សំឡើងមកពីអាតូមអាសូត2ហើយប្រភពរបស់អាសូតគឺចេញមកពីណាចាចេញមកពីបន្ទោះភ្នំភ្លើងចេញមកពីសាកសពសត្វនៅរុក្ខជាតិដែលបានស្លាប់ហើយក៏ដូចជាកើតចេញមកពីការពុកផុយនៅលើភពផែនដីរបស់យើងណាអញ្ចឹងនេះរូបភាពដែលយើងបង្ហាញពីវដ្តអាសូតណាកើតមកពីបន្ទោះភ្នំភ្លើងក្រៅនេះបន្ទោះភ្នំភ្លើងសាកសពសត្វរុក្ខជាតិនិងការពុកផុយនៅលើភពផែនដីរបស់យើងវាបំលែងទៅជាអូស្ម័នអាសូតចូលទៅក្នុងបរិយាកាសរបស់យើងចាតែក្រៅពីអាសូតគឺអុកស៊ីសែនគឺជាអូស្ម័នដែលសម្បូរលំដាប់ទី2នៅក្នុងបរិយាកាសដែលវាមាន21%ចាហើយប្រភពរបស់អុកស៊ីសែនយើងស្គាល់ច្បាស់ណាស់វាចេញមកពីរុក្ខជាតិហើយនឹងពពុះប្រូតេសរុក្ខជាតិតាមរយៈរស្មីសំយោគអញ្ចឹងបានកាលណាមានរុក្ខជាតិកាន់តែច្រើនការផលិតអុកស៊ីសែនក៏បានច្រើនតាមនឹងចា
ហើយរុក្ខជាតិវាត្រូវការស្រូបកម្ដៅព្រះអាទិត្យដើម្បីធ្វើឲ្យស្វ័យសំយោគផលិតអុកស៊ីសែនចាអញ្ចឹងយើងបានអុកស៊ីសែនដើម្បីទ្រទ្រង់ជីវិតយើងតាមរយៈរុក្ខជាតិទាំងអស់ហ្នឹងហើយអុកស៊ីសែនភាគច្រើនគឺវាផ្សំមកពីអាតូមអុកស៊ីសែន2នេះ O2 ចា O2 ផ្សំចូលគ្នាបង្កើតបានទៅជាអុកស៊ីសែនហើយចាំបើ O3 ហៅអីចា O3 យើងហៅថាអូសូនអូសូនគឺផ្សំឡើងមកពីម៉ូលេគុលអុកស៊ីសែនចំនួន3ចងសម្ព័ន្ធគ្នាណាហើយអូសូននេះគឺល្អនិយាយទៅអុកស៊ីសែនក៏ល្អអូសូនក៏ល្អអុកស៊ីសែនល្អជាអូស្មန်សម្រាប់ទ្រទ្រង់ជីវិតដល់ពេលអូសូនក៏ល្អដែរគឺជាអូស្មန်មួយស្រូបកាំរស្មីស្វ័យអត្រាកុំឲ្យចាំងចូលមកផ្ទៃផាត់ឲ្យយើងខ្លាំងពេកនិយាយទៅអូសូនស្ថិតនៅមណ្ឌលអាកាសស្ងប់នៅខាងលើចាស្ថិតនៅជាកម្ពស់ជាមធ្យមប្រហែលជា30គីឡូព្រោះចន្លោះរបស់វាគឺ16ដល់60គីឡូណាចាអញ្ចឹងអូសូនស្រូបកម្ដៅព្រះអាទិត្យកុំឲ្យចាំងចូលមកផានដីយើងក្តៅខ្លាំងពេកកុំឲ្យជីវិតនៅលើផានដីយើងពិបាកនៅក្នុងការរស់នៅដោយសារផែនដីយើងកម្ដៅត្រជាក់ពេកក៏នៅមិនបានក្ដៅខ្លាំងពេកក៏រស់នៅមិនបានតែមកកម្ដៅល្មមគឺល្អដែលបរិយាកាសភពផែនដីយើងគឺវាជួយបែបហ្នឹងពេលដែលកម្ដៅព្រះអាទិត្យមកមុននឹងមកដល់ផ្ទៃផែនដីត្រូវបានរាំងស្ទាក់ទៅដល់ពពកឧស្ម័នជាពិសេសគឺខែលអូសូនហ្នឹងណាជាអ្នកស្រូបកាំរស្មីព្រះអាទិត្យមួយផ្នែកសិនមុននឹងមកដល់ផ្ទៃផែនដីអញ្ចឹងវាធ្វើឲ្យកម្ដៅដែលមកដល់ផែនដីយើងគឺមកសមល្មមដែលអាចឲ្យផែនដីយើងរស់នៅសុខស្រួលបានណាប៉ុន្តែបើយើងសម័យថាអត់មានអូសូនទេចាអត់មានអូសូនជួយស្រូបកម្ដៅរបស់ព្រះអាទិត្យទេនោះវានឹងធ្វើឲ្យធ្វើឲ្យគេកម្ដៅចូលមកច្រើនធ្វើឲ្យផែនដីយើងពិបាកនៅក្នុងការរស់នៅអញ្ចឹងទៅចាអានេះជាផលប៉ះពាល់នៅពេលដែលយើងវាអត់មានបរិយាកាសណាចាបន្តទៀតអ្នកគ្រូសូមនិយាយអំពីអូស្មန်កាបូនិកវិញម្ដងចាអូស្មန်កាបូនិកគឺជាអូស្មန်មួយដែលកើតឡើងតាមរយៈអ្វីហើយអូស្មန်កាបូនិកនេះផងដែរវាអាចបន្សាបតាមរយៈអ្វីដែរតោះឥឡូវយើងមើលទាំងអស់គ្នាណាចាអញ្ចឹងអូស្មန်កាបូនិកក៏មានសារៈសំខាន់ដែរសម្រាប់រុក្ខជាតិចាព្រោះរុក្ខជាតិស្រូបកាបូនិកហើយដើម្បីផលិតជាអាហារផលិតក្លូកូសអីចឹងទៅចានៅពេលដែលកោសិការុក្ខជាតិនិងសត្វបំបែកអាហារដើម្បីផលិតថាមពលវាបញ្ចេញកាកសំណល់ក្នុងទម្រង់ជាអូស្មန်កាបូនិកចាហើយអូស្មန်កាបូនិកនេះផងដែរបើប្រភពចេញមកវាអាចចេញមកពីឥន្ធនៈផូស៊ីលឥន្ធនៈផូស៊ីលមាន3ប្រភេទណាមានប្រេងកាតធ្យូងថ្មនិងអូស្មန်ធម្មជាតិដែលយើងយកវាទាំង3ហ្នឹងយកមកដុតជាថាមពលអញ្ចឹងដល់ពេលថាមពលវាបញ្ចេញអាផ្សែងពុលហ្នឹងគឺមានទម្រង់ជាអូស្មန်កាបូនិកចាអូស្មန်កាបូនិកណាមានតិចតួចមែនប៉ុន្តែបងប្អូនគឺក្តៅខ្លាំងណាស់ព្រោះអីវាជាអូស្មန်ស្រូបកម្ដៅអញ្ចឹងបើមានវត្តមានកាបូនិកកាន់តែច្រើនធ្វើឲ្យផាត់ឲ្យយើងកាន់តែក្តៅជាងមុនដូចគ្នាចាបន្តទៀតយើងនិយាយអំពីអូស្មန်ផ្សេងៗអូស្មန်ផ្សេងៗដែលមានលបាយ 1% ហ្នឹងគឺមានច្រើនដូចជាអាកុងចា 0.3% កាបូនិក 0.038%ដែលយើងឃើញតិចតួចទេប៉ុន្តែក្តៅខ្លាំងណាស់ចាមានណេអុង 0.018%មេតាន 0.0015%គ្រីបតុង 0.0011%អេរ៉ូយ៉ូម 0.00052% និងអ៊ីដ្រូសែន 0.00005% ចាអានេះអ្នកគ្រូបង្ហាញមួយចំនួនទេប៉ុន្តែវាមានឈ្មោះលបាយនៅស្មានកម្រផ្សេងៗជាច្រើនជាងនឹងទៀតចាឥឡូវចូលដល់ចំហាយទឹកដែលជាផលិតរាវចាអ្នកគ្រូបានបង្ហាញផលិតរឹងម៉ូលេគុលអូស្មန်ហើយនឹងនៅផ្សំមួយទៀតគឺផលិតរាវនៅក្នុងបរិយាកាសយើងណាអញ្ចឹងតើអ្នកគ្នាមកមើលបរិយាកាសយើងដែលមានចំហាយទឹកហ្នឹងឬក៏ទឹកស្ថិតនៅក្នុងទម្រង់រាវហ្នឹងដូចម្ដេចដែរចាអញ្ចឹងបរិយាកាសយើងវាអត់ស្ងួតទេពីព្រោះថាវាមានចំហាយទឹកហើយចំហាយទឹកយើងមើលអត់ឃើញទេព្រោះអីនិយាយទៅអូស្មန်យើងមើលអត់ឃើញនឹងផ្លែទទេបានទេចាប៉ុន្តែយើងអាចដឹងថាវាមានចំហាយទឹកបានតាមរយៈនៅពេលដែលចំហាយទឹកហ្នឹងវាចាប់ផ្ដើមប្រមូលផ្ដុំគ្នាចាប្រមូលផ្ដុំគ្នាបង្កើតបានជាពពកប្រមូលផ្ដុំគ្នាបង្កើតបានជាគ្រាប់ភ្លើងធ្លាក់មកលើផ្ទៃផែនដីយើងវិញចាហើយបរិមាណចំហាយទឹកនោះវាតែងតែមានភាពខុសគ្នាទៅតាមតំបន់និងពេលវេលាក្នុងមួយថ្ងៃហ្នឹងក៏ខុសគ្នាដែរវាមានពេលព្រឹកពេលថ្ងៃពេលល្ងាចអញ្ចឹងក៏វាជះឥទ្ធិពលទៅដល់ចំហាយទឹកដែរតាមរយៈសីតុណ្ហភាពនៅក្នុងតំបន់នីមួយៗហើយតំបន់ក៏ដូចគ្នានៅលើភពផែនដីយើងក៏តំបន់អាកាសធាតុក៏ខុសប្លែកពីគ្នាច្រើនដែរឧទាហរណ៍ថាតំបន់អេក្វាទ័រក្តៅខ្លាំងអញ្ចឹងចំហាយទឹកនៅទីនោះក៏មានតិចតួចដែរប៉ុន្តែបើតំបន់ត្រជាក់បង្គោលឬតំបន់ប៉សីតុណ្ហភាពត្រជាក់អញ្ចឹងចំហាយទឹកនៅទីនោះក៏អាចមានខ្ពស់ដែរចា៎ហើយចំហាយទឹកនេះផងដែរគឺវាដើរតួនាទីសំខាន់ណាស់ក្នុងការបង្កើតទឹកសាបនៅលើភពផែនដីរបស់យើងទឹកសាបនៅលើផែនដីយើងកាត់ឡើងតាមរយៈវដ្តទឹកហើយវដ្តទឹកនេះមាន3ដំណាក់កាលមានរំហួតកំណកនិងកំណកអាកាស
ចឹងរំហួតវាហួតចំហាយទឹកនៅលើផ្ទៃផែនដីទៅដែលមានទម្រង់ជាស្មានណាបន្ទាប់មកដល់បរិយាកាសជាន់ខ្ពស់សីតុណ្ហភាពចាប់ផ្ដើមចុះត្រជាក់ចំហាយទឹកវាចាប់ផ្ដើមកករឹមបង្កើតបានទៅជាគ្រាប់ពពកបន្តស្រូបចំហាយទឹកកាន់តែធំទៅរហូតបង្កើតបានទៅជាគ្រាប់ទឹកភ្លៀងហើយធ្លាក់មកលើផ្ទៃផែនដីយើងវិញអញ្ចឹងយើងបានទឹកសាបមកប្រើហើយអញ្ចឹងចំហាយទឹកគឺជាធាតុមួយចាំបាច់ណាស់នៅក្នុងការចូលរួមផ្សំនៅក្នុងវដ្តទឹកដែលបង្កើតបានជាទឹកសាបឲ្យមនុស្សយើងប្រើប្រាស់នៅលើភពផែនដីរបស់យើងផងដែរចា៎អូខេចំពោះសីតុណ្ហភាពនៅក្នុងបរិយាកាសវិញម្ដងអញ្ចឹងសីតុណ្ហភាពបរិយាកាសវាតែងតែមានការប្រែប្រួលទៅតាមរយៈកម្ពស់ចាហើយរយៈកម្ពស់នីមួយៗអត់ដូចគ្នាទេតាមមណ្ឌលស្រទាប់បរិយាកាសយើងណាមានន័យថាតំបន់ហ្នឹងរយៈកម្ពស់ខ្ពស់សីតុណ្ហភាពកាន់តែឡើងតំបន់ខ្លះទៀតរយៈកម្ពស់កាន់តែខ្ពស់សីតុណ្ហភាពកាន់តែថយអញ្ចឹងទៅចាវាប្រែប្រួលបែបហ្នឹងហើយមិនត្រឹមប៉ុណ្្នឹងទេការប្រែប្រួលនៃសីតុណ្ហភាពនេះក៏អាចបណ្ដាលឲ្យពីអូស្មန်ដែរអូស្មန်ដែលស្រូបយកថាមពលព្រះអាទិត្យនៅពេលដែលវាធ្វើចលនាចុះក្រោមឆ្លងកាត់បរិយាកាសបានន័យថាអូស្មန်វាមានប្រភេទរបស់វាមានអូស្មန်ស្រូបកម្ដៅនិងអូស្មန်មិនស្រូបកម្ដៅបើសិនជាអូស្មန်ស្រូបកម្ដៅអញ្ចឹងវាធ្វើឲ្យតំបន់ហ្នឹងវាក្ដៅតែបើសិនជាតំបន់ហ្នឹងវាអត់មានអូស្មန်ស្រូបកម្ដៅទេអញ្ចឹងតំបន់ហ្នឹងក៏មានសីតុណ្ហភាពត្រជាក់តាមហ្នឹងទៅចានេះជាការប្រែប្រួលសីតុណ្ហភាពទៅតាមពេលវេលាទៅតាមតំបន់និងរយៈកម្ពស់ចាអូខេឥឡូវអ្នកគ្រូសូមបន្តចូលដល់សំណួរវឹកវើចាដើម្បីតេស្តសមត្ថភាពបងប្អូនទាំងអស់គ្នាសិនសំណួររបស់អ្នកគ្រូសួរថាក្នុងចំណោមអូស្មန်កម្រខាងក្រោមតើមួយណាមានភាគរយតិចជាងគេចាចម្លើយកមេតានចម្លើយខកាបូនិកចម្លើយកអេឡីយ៉ូមនិងចម្លើយខអ៊ីដ្រូសែនចាអ្នកគ្រូបានបញ្យល់មុននឹងហើយបងប្អូនចាំទេថាតើអឺប្រភេទអូស្មန်កម្រមួយណាដែលមានភាគរយទាបជាងគេចាអញ្ចឹងចម្លើយត្រឹមត្រូវរបស់យើងនោះគឺចម្លើយខអ៊ីដ្រូសែនចាអ៊ីដ្រូសែននេះដូចជាមានតែ0.04ដងណា0.4ដងហើយ5%ទេចាគឺតិចបន្តមកទៀតក្នុងចំណោមអូស្មန်កម្រខាងក្រោមតើមួយណាដែលមានភាគរយច្រើនជាងគេម្ដងចាចម្លើយកមេតានចម្លើយខកាបូនិកចម្លើយកអាកុងនិងចម្លើយខណេអុងចាតោះបងប្អូនទាំងអស់គ្នាសូមធ្វើការជ្រើសរើសណាចម្លើយត្រឹមត្រូវរបស់យើងនោះគឺចម្លើយចាចម្លើយកអាកុងនេះដូចជាមាន0.93%ចាគឺមានចំនួនភាគរយច្រើនជាងគេចាបន្តទៀតបរិយាកាសផែនដីយើងបច្ចុប្បន្នផ្សំពីអូស្មန်អុកស៊ីសែនច្រើនជាងគេតើclear ដែលលើកឡើងនេះត្រូវឬខុសចាតោះឥឡូវបងប្អូនគិតមើលថាចម្លើយរបស់យើងត្រូវឬខុសណាចម្លើយនោះគឺខុសចាបច្ចុប្បន្នអូស្មန်ដែលមានភាគរយច្រើនជាងគេគឺអាសូរទេ78%អុកស៊ីសែនយើងគឺច្រើនដែរតែច្រើនលំដាប់ទី2មានតែ21%ទេចាអូខេតោះបងប្អូនទាំងអស់គ្នាអ្នកគ្រូសូមធ្វើការសង្ខេបមេរៀននេះឡើងវិញបន្តិចសិនទាក់ទងទៅនឹងសមាសភាពបរិយាកាសផែនដីរបស់យើងអញ្ចឹងបរិយាកាសផែនដីជាអ្វីបរិយាកាសផែនដីគឺជាល្បាយនៃអូស្មန်នៃម៉ូលេគុលអាតូមដែលស្ថិតនៅជុំវិញភពផែនដីរបស់យើងតាមរយៈកម្លាំងទំនាញផែនដីហើយសមាសភាពបរិយាកាសនេះវាតែងតែមានការប្រែប្រួលពីសម័យកាលមួយទៅសម័យកាលមួយអត់ដូចគ្នាទេដោយផែនដីយើងកើតដំបូងអញ្ចឹងវាមានតែអូស្មန်ពុលពីរយ៉ាងហើយសម្បូរជាងគេគឺមេតាននិងអាម៉ូញ៉ាកបន្ទាប់មកយើងមានអេលីយ៉ូមនិងអ៊ីដ្រូសែនតិចតួចដែរហើយការវិវត្តរបស់បរិយាកាសយើងរហូតមកដល់បច្ចុប្បន្ននេះយើងមានអឺអាសូតច្រើនជាងគេរហូតដល់ទៅ78%តមកយើងមានអុកស៊ីសែន21%និងល្បាយនៅស្មានផ្សេងៗដូចជាកាបូនិកអាកុងណេអុងចាមេតានអូស្មန်កម្រជាច្រើនទៀតផងដែរហើយបរិយាកាសផែននេះយើងកាត់បច្ចុប្បន្នហ្នឹងទៅនយោការប្រហែលជា1500លានឆ្នាំទេចាហើយអនាគតក៏នឹងអាចប្រែប្រួលបន្ថែមទៀតมันអាចរក្សាអឺម៉ូលេគុលចាទម្រង់ម៉ូលេគុលអូស្មန်បច្ចុប្បន្ននៅដដែលរហូតទេគឺអត់ទេចាមួយទៀតសីតុណ្ហភាពនៅក្នុងបរិយាកាសសីតុណ្ហភាពនៅក្នុងបរិយាកាសយើងគឺវាមានការប្រែប្រួលទៅតាមរយៈកម្ពស់ទៅតាមពេលវេលានិងទៅតាមតំបន់ផងដែរហើយក៏ទៅតាមប្រភេទអូស្មန်ដែរអូស្មန်នឹងជាអូស្មန်ស្រុកកម្ដៅឬក៏យ៉ាងណាចាអូខេអញ្ចឹងខ្លឹមសារអ្នកគ្រូមានប៉ុណ្ណឹងចុងក្រោយអ្នកគ្រូក៏សូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់ស្ដាប់អ្នកគ្រូបញ្យល់តាំងពីដើមរហូតដល់ចប់អ្នកគ្រូសង្ឃឹមថាវីដេអូនេះគឺអាចជំនួយស្មារតីបងប្អូននៅក្នុងការស្វែងសិក្សាបន្ថែមលើខ្លួនឯងណាជូនបងប្អូនមានសុខភាពល្អសំណាងល្អជោគជ័យនៅក្នុងការសិក្សាហើយមួយទៀតបងប្អូនត្រូវចូលរួមស្វែងយល់ពីបញ្ហាបរិស្ថានទាំងអស់គ្នាហើយក៏ដូចជាមានស្មារតីចូលរួមទប់ស្កាត់បញ្ហាកម្មពលអាកាសចូលទៅក្នុងបរិយាកាសយើងផងដែរចា៎សូមអរគុណសូមជម្រាបលា